ខ្ញុំពុតឡាយឲ្យបងប្អូនមើលនៅភូមិរំដេញថ្ងៃនេះថ្ងៃពុតបាទយើងឃើញមនុស្សជុំហ្នឹងមិនមែនគ្រោះថ្នាក់ចរាចរណ៍ទេគឺគេយកកូនប្រុស3នាក់យកមកចោលប្រហែលជាមួយខួបអាយុ1ខួបបាទឥឡូវតើមើលតិចសិនបាទស្រីមួយប្រុស3ហ៎បាទបងប្អូនបានស្គាល់ហើយខ្ញុំពុតឡាយឲ្យបងប្អូនមើលនៅភូមិរំដេញបងប្អូនបាទនេះអូលោកសុំមើលតិចដុលមេឈើគេមកយកទាំងអស់យកវាទៅដុលទៅអូនម៉ាក់នៅណាអូនម៉ាក់នៅណាម៉ាក់នៅផ្ទះហើយចាំបាច់កូនឯងមកទាំង4នាក់នេះហាអ្នកណាដុកមកតម្លាក់នៅហ្នឹងបាទคนให้สกอร์មនុស្សប្រុសហ្នឹងអត់ចាមនុស្សប្រុសដឹកមែនមួយគ្នាមែនប៉ាកូនឯងណាដឹកមកតម្លាក់ហ្នឹងមែនប៉ាទេដឹកមកតម្លាក់ហ្នឹងមែនប៉ាទេអ្នកណាគេយាយសិនចៅយាយសិនណែដាក់ឡាយខៃឡូឪពុកម្ដាយអត់ដឹងគេលួចកូនឯងមកយកមកតម្លាក់ចោលហ្នឹងហ៎គេដឹកនឹងកូនឯងនាំគ្នាដើរទៅនេះស្អាតណាបងប្អូន4នាក់ដើរទៅផ្ទះដឹកមកឯណាស្រីនោះស្រីនោះស្រីនេះប្រុសបាទខាងព័ត៌មានឃើញនេះមេភូមិមកដល់ហើយសុំតិចបាទគាត់ថាមនុស្សប្រុសយកមកតម្លាក់បើមិនដឹងអ្នកណាមិនឪពុកម្ដាយយកមកតម្លាក់ទេណាប្រុស3ស្រី1ខ្ញុំដាក់ឡាយបងប្អូនឪពុកម្ដាយណាដែលស្គាល់កូននេះអាចមកយកបានបើអត់យកបានទេឥឡូវដោះស្រាយទៅតាមច្បាប់មេភូមិនឹងគិតយ៉ាងម៉េចឥឡូវនេះមេភូមិយកទៅណាអញ្ចឹងមេភូមិថាបើសិនជាអត់មានអ្នកណាឪពុកម្ដាយណាមកយកទេនឹងយកទៅឃុំហើយកូនទាំងអស់នេះយកទៅសាលាឃុំបាទបាទអូនថានៅស្រះពោឯណាទៅកូននៅចិត្តចុងភ្នំអ្នកណាស្គាល់ស្រះពោចុងភ្នំ4ឈរមកកូនអ្នកម៉ែឪទៅខៃឡូអ្នកណាគេលួចយកមកប្លង់ចោលអីណាបាទឃើញនៅណាដាក់លុកនៅហ្នឹងហ្មងគេគាត់យកតម្លាក់ចោលកូនឯងនៅណាតម្លាក់នៅណាតម្លាក់នៅណាបឹងឈូកអូស្រះឈូកតំណែហ្នឹងឯងហើយកូនឯងមិនថាកូនឯងថានៅភូមិពោមិននៅផ្ទះនៅណាស្រះពោហើយភូមិចុងបាំងអត់មែនភូមិចុងបាំងភូមិអីភូមិអីគេនេះភូមិស្រះពោចិត្តអីគេពេញកន្លាណាចិត្តពេញកន្លាណាអូនពងអីចងវត្តថងឲ្យយាយដាក់លុយក៏បានចង់ពេញកន្លានៅចិត្តផ្ទះកូនណាបងប្អូនកូននៅខាងណាចិត្តចេញពីខ្ញុំទៅបាននេះមេ4នាក់គេយកមកចោលនៅរំដេញបាទឥឡូវបងប្អូនមើលខ្ញុំដាក់ឡាយបងប្អូនមើលទាំងអស់ហើយលោកឃើញកូននេះគេលួចយកមកប្លង់ចោលអីមិនមែនឪពុកម្ដាយយកមកប្លង់ចោលទេនេះតូចច្រឡឹងឡើងនៅបៅដោះគោលហើយនេះ3ម៉ោង4ឥឡូវមេភូមិថារម៉ែឪមកឃើញវាយកទៅឃុំគេនេះស្រីប្រុសដឹកយកមកហ្នឹងអត់ដឹងថាអាម៉េចទេគេអត់ដឹងថាកូននេះថាអត់ដឹងថាពីណាដឹកមកទេថាគេដឹកមកធ្លាក់ចោលបាទវាហាន់នៅស្រះពោមិនដឹងគេដឹកយកមកចោលនៅស្រះឈូកផ្លូវ51នោះហើយខុបនាំគ្នាដើរមកនេះហ្មងអូននេះអ្នកណា3មកនេះអូនឯង3មកនេះទៀតដើរមកពីផ្លូវ51មកនេះហើយមកដល់ថ្នាក់បណ្ដោយទៅបែបអស់កម្លាំងមានអីគ្នាយើងម្នាក់នៅភូមិរំដេញហ្នឹងឈ្មោះរីគាត់នាំពីភូមិ51យកមកដាក់នៅកន្លែងហ្នឹងបាទនិយាយឆ្នៃកូនម៉ែដាក់ចោលភូមិអីមិញភូមិស្រះពោ ភ
អត់ដឹងទេ ឲ្យជាប់គុកឲ្យចំម្ដាយ ដុកម៉ូ ម្ដាយនៅផ្ទះ ថាអត់ស្គាល់ទេគឺអ្នកវាគោដុកម៉ូហើយតម្លាក់ចោលនៅណាកន្លែងយើងដៃនៅខាងលិចផ្លូវនៅ ហើយខ្លួនឯងញ៉ាំបាយនៅ បឹងឈូកនៅលិចផ្លូវហ្នឹង មានណាមានទឹកយកទឹកឲ្យគាត់ផឹកតិចអត់មានណាមានទឹកអីឲ្យទឹកឲ្យគាត់4ដបហ៎អត់ទេទឹកសុំទឹកឲ្យគាត់តិចអូទឹកមានណាយកទឹកឲ្យបងអូនញ៉ាំតោះយកទឹកគាត់ឲ្យយកទឹកមកយកទឹកចែកគ្នាញ៉ាំយកទឹក អូយកយកមកនេះ មើលមនុស្សអានេះផ្លូវលេខម៉ាននេះផ្លូវនេះផ្លូវលេខម៉ាននេះអានេះផ្លូវពី51ទៅភ្នំប្រសិទ្ធបងប្អូនបាទនៅភូមិរំដេញបាទភូមិរំដេញមើលខាត់នោះតិចទៅតិចចំដាក់ឡាយឲ្យគេព័ត៌មានគេមើលឃើញគេចម្លងយកទៅគេជួយផ្សព្វផ្សាយឲ្យបាទអានេះផ្សាយចេញពី TTV ខ្មែរសពថ្ងៃបងប្អូនឥឡូវយើងបានដំណឹងប្លែកមួយអញ្ចឹងជួយឲ្យដំណឹងទៅឪពុកម្ដាយផងបាទឲ្យទៅខាងអាជ្ញាធរឲ្យដឹងផងរឿងនេះបាទខាងដងអញ្ចឹងមានតែអាជ្ញាធរទេតែអាចដោះស្រាយរឿងនេះបានបាទអញ្ចឹងអូខេយើងមានប៉ុណ្ណឹងទេបាទមើលចាំមើលមានអីប្លែកខ្ញុំបង្ហោះថែមទៀតបាទសូមអរគុណជម្រាបលាសុខឡា